ចាប់តាំងពីខែកុម្ភៈឆ្នាំ1971មកយុវជនដែលគាំទ្ររបបសាធារណរដ្ឋបែកចេញជាពីរបកពួកតាមការពិតទៅរបបសាធារណរដ្ឋខ្មែរនៅពេលនោះគ្រាន់តែជាផលិតផលប្រវត្តិសាស្ត្រមួយដែលបានត្រូវពួកឈឿនពានអំណាចនាំគ្នាដណ្ដើមយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែប៉ុណ្ណោះយ៉ាងណាមិញការប្រយុទ្ធគ្នារវាងបកពួករបស់ឧត្តមសេនីយ៍លន់នន់និងបកពួករបស់អ្នកអង្គម្ចាស់សិរិមតៈក៏មិនមែនតែជាទំនាស់ដែលឈរនៅលើគោលការណ៍សាធារណរដ្ឋដែរតែគឺគ្រាន់តែជាការដណ្ដើមអំណាចគ្នាដោយបិទមុខតែប៉ុណ្ណោះតាមទន្លាប់របស់អ្នកនយោបាយខ្មែរមេក្រុងម្នាក់តែងតែខិតខំប្រម៉ែប្រមូលយុវជននិងបញ្ញវន្តឲ្យមកគាំទ្រប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុន្តែចំពោះអ្នកដែលមានគំនិតទៀងត្រង់ហើយចង់បានរបបសាធារណរដ្ឋពិតប្រាកដវិញជាពិសេសអ្នកដែលមានគោលជំហរឯករាជ្យមិនចូលចិត្តការប្រកាន់បកពួកគេត្រូវខ្លាយខ្លួនទៅជាអ្នកក្បត់សាធារណរដ្ឋទាំងអស់ព្រោះហ៊ានរិះគន់ទានអេរយាប័តពួកអ្នកអន្តរដែលបានផ្លន់យកសមិទ្ធផលប្រវត្តិសាស្ត្រនេះដោយឥតអៀនខ្មាស់ដើម្បីយកទៅបម្រើក្រុមគ្រួសារបកពួករបស់គេនៅខែកុម្ភៈឆ្នាំ1971នៅពេលដែលឧត្តមសេនីយ៍លន់នល់ទៅព្យាបាលរោគនៅហូណូលូលូយុវជនពីរក្រុមចាប់ផ្ដើមចេញប្រយុទ្ធគ្នាដោយត្រង់តែម្ដងក្រុមមួយដឹកនាំដោយលោកឈៀងខឹមសួរជាអ្នកការពារផលប្រយោជន៍របស់អ្នកអង្គម្ចាស់សិរិមតៈមួយក្រុមទៀតដែលមានលោកអ៊ឹមយូហៃនិងសនថាតជាអ្នកដឹកនាំជាបកពួករបស់ឧត្តមសេនីយ៍លន់នន់ប្អូនប្រុសរបស់សេនាប្រមុខលន់នល់លោកឈៀងខឹមសួរជាអតីតប្រធានសមាគមនិស្សិតខ្មែរអាហ្ស៊ីកាហ្វនៅប្រទេសបារាំងរីឯលោកអ៊ឹមយូហៃជាប្រធានសមាគមនិស្សិតរដ្ឋាភិបាលស្រោចស្រង់ជាតិហើយលោកសនថាតជាប្រធាននិស្សិតមហាវិទ្យាល័យច្បាប់បើគេមើលពីក្រោយទៅគឺហាក់បីដូចជានិស្សិតខ្មែរនៅពេលនោះទាស់ទែងខ្វែងគំនិតគ្នាតាមការពិតនេះគ្រាន់តែជាបច្ចេកទេសរបស់អ្នកនយោបាយខ្មែរតែប៉ុណ្ណោះលោកលន់នន់ដែលនៅពេលនោះគ្មានតួនាទីអ្វីធំដុំនៅក្នុងជួររដ្ឋាភិបាលគឺមានតែកម្លាំងយុវជននិងការគាំទ្រពីសំណាក់បញ្ញវន្តប៉ុណ្ណោះគ្មានជំរឿសអ្វីទៀតក្រៅពីវាយប្រហាររដ្ឋាភិបាលតែម្ដងនោះទេដោយចោទប្រកាន់ថាអ្នកអង្គម្ចាស់សិរិមតៈចង់ដណ្ដើមយកចង្កូតសាធារណរដ្ឋខ្មែរហើយដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរករបបរាជានិយមវិញចាប់តាំងពីខែមិនិនាឆ្នាំ1972គឺចាប់តាំងពីពេលដែលឧត្តមសេនីយ៍លន់នន់បើកយុទ្ធនាការវាយប្រហារអ្នកអង្គម្ចាស់សិរិមតៈដោយចេញមុខការរំជើបរំជួលនិងបាតុកម្មចេះតែកើតមានឥតឈប់ឈរនៅក្នុងមជ្ឈដ្ឋានគ្រូបង្រៀននិងនិស្សិតនៅទីបំផុតអ្វីដែលកិច្ចបំផុតក៏បានកើតមានឡើងបាតកម្មយុវជនដែលបានផ្ទុះឡើងយ៉ាងសម្បើមអស្ចារ្យនៅខែមេសាឆ្នាំ1972នោះបានត្រូវបញ្ចប់នៅក្នុងសោកនាដកម្មដើម្បីធ្វើការគៀបសង្កត់ទៅលើបាតុករអ្នកអង្គម្ចាស់សិរិមតៈនាយករដ្ឋមន្ត្រីស្ដីទីបានបញ្ជូនកម្លាំងទៅបង្ក្រាបទាំងកម្រៅតែម្ដងសោកនាដកម្មធំមួយទៀតដែលបានកើតឡើងនៅថ្ងៃ4មិថុនាឆ្នាំ1974គឺឃាតកម្មដ៏អាថ៌កំបាំងទៅលើរូបលោកកៅសង្គមដែលនៅពេលនោះជារដ្ឋមន្ត្រីអប់រំជាតិនិងលោកថាច់ជាដែលជាទីប្រឹក្សារបស់លោកកៅសង្គមវរៈជនសាធារណរដ្ឋនិយមទាំងពីររូបនេះបានត្រូវគេបាញ់សម្លាប់នៅក្នុងរបងនៃវិទ្យាល័យ18មិនិនាគឺអតីតវិទ្យាល័យយុគន្ធររីឯដំណើររឿងមានដូចតទៅមួយថ្ងៃមុនព្រឹត្តិការណ៍នេះនិស្សិត5រូបបានត្រូវអាជ្ញាធរសាធារណរដ្ឋចាប់ខ្លួនព្រោះបានបើកអង្គប្រជុំសម្ងាត់មួយនៅក្នុងវិទ្យាល័យដែលជាការផ្ទុយពីច្បាប់ជាធរមាននៅពេលនោះបន្ទាប់មក
និស្សិតឯទៀតបាននាំគ្នាទាមទារឲ្យរដ្ឋាភិបាលដោះលែងនិស្សិតទាំង5នាក់នោះប៉ុន្តែរដ្ឋាភិបាលពុំព្រមដាច់អហង្ការនៅថ្ងៃ3មិថុនាឆ្នាំ1974នោះលោកទ្រីងវ៉ាញដែលជាបពុនៃអង្គម្ចាស់សិរិមតៈហើយជារដ្ឋមន្ត្រីឃោសនាការបាននិយាយតាមវិទ្យុជាតិដាក់ទោសកំហុសអំពីការមិនព្រមដោះលែងទៅលើលោករដ្ឋមន្ត្រីអប់រំជាតិព្រឹកឡើងគឺនៅថ្ងៃ4មិថុនាសិស្សរាប់រយនាក់បានចូលមកក្នុងទីស្តីការរដ្ឋមន្ត្រីអប់រំជាតិហើយចាប់លោករដ្ឋមន្ត្រីកៅសង្គមនិងលោកថៃជាធ្វើជាចំណាប់តែម្ដងហើយនាំអ្នកទាំងពីរនាក់នោះទៅក្នុងវិទ្យាល័យ18មិនិនាយោងទៅតាមឯកសាររបស់លោករស់ចន្ទ្របុត្រដែលមានចំណងជើងថា La République ខ្មែរឬសាធារណរដ្ឋខ្មែរនៅពេលដែលពួកសិស្សនាំលោកកៅសង្គមនិងលោកថៃជាតាមផ្លូវថ្នល់ឆ្ពោះពីទីស្តីការរដ្ឋមន្ត្រីទៅវិទ្យាល័យ18មីនាកងកម្លាំងសន្តិសុខមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើអន្តរាគមន៍ប៉ុន្តែផ្ទុយទៅវិញគេពុំបានធ្វើអ្វីទាំងអស់ដើម្បីជួយរំដោះលោកកៅសង្គមនិងលោកថៃជាពេលដែលចំណាប់ទាំងពីរស្ថិតនៅក្នុងរបងវិទ្យាល័យស្ដាប់តែស្នូរកំភ្លើងបានលាន់ឡើងហើយលោកកៅសង្គមនិងលោកថៃជាក៏ដួលស្លាប់មួយរំពេចនេះជាអាចកំបាំងមួយដែលរកមុខមិនឃើញរហូតមកដល់សប្តាហ៍ថ្ងៃនេះខ្ញុំសូមស្ទះត្រឹមនេះសិនចុះហើយនៅសប្តាហ៍ក្រោយខ្ញុំនឹងវិលត្រឡប់មកជួបអស់លោកអ្នកនាងសាជាថ្មីទៀតនៅខែមករាឆ្នាំ1975កងទ័ពខ្មែរក្រហមដែលបានកើនចំនួនដល់ទៅ60000នាក់បានឡោមព័ទ្ធទីក្រុងភ្នំពេញហើយនៅខែកុម្ភៈបានកាត់ផ្ដាច់ផ្លូវដឹកជញ្ជូនស្បៀងតាមផ្លូវទឹកតាមផ្លូវរទេះភ្លើងនិងតាមផ្លូវថ្នល់ទាំងអស់ចាប់ពីពេលនោះមកខ្មែរក្រហមបានបាញ់គ្រាប់រ៉ុកេតឥតស្រាកស្រានចូលទីក្រុងភ្នំពេញអ្នកនៅទីក្រុងភ្នំពេញរស់នៅក្នុងការភិតភ័យតក់កមាព្រោះក្នុងមួយថ្ងៃគ្រាប់ផ្លោងបានផ្ដាច់ជីវិតមនុស្សគ្មានដាច់ប្រជាជនស្លូតត្រង់ក៏ទទួលរងគ្រោះដោយសារការវាយលុកនេះដែរប្រជាជននៅទីក្រុងទាំងអស់ត្រូវពួកខ្មែរក្រហមចាត់ទុកថាជាខ្មាំងឬជាពួក CIA ខ្ញុំកញ្ចេះអាមេរិករីឯពួកគេវិញគេចាត់ទុកខ្លួនគេថាជាអ្នករំដោះជាអ្នកតំណាងសេរីធម៌យ៉ាងខ្ពង់ខ្ពស់ជាអ្នកស្រឡាញ់ប្រជាជនឯងគ្មានអ្នកណាដល់ប៉ុន្តែបើគុំតែអាមេរិកដឹកស្បៀងមកឲ្យតាមយន្តហោះម្លេះសំប្រជាជនខ្មែរដែលជាទីស្នេហារបស់ពួកខ្មែរក្រហមត្រូវដាច់ពុះស្លាប់អស់គ្មានសល់ទៅហើយរីឯសហរដ្ឋអាមេរិកវិញទោះបីលោកលេដឹកថោបានប្រាប់លោក Henry Kissinger នៅក្នុងអង្គប្រជុំសន្និសីទទីក្រុងប៉ារីចុងក្រោយបង្អស់ថាទីក្រុងហាណូយគ្មានលទ្ធភាពអ្វីទាំងអស់ដើម្បីនិយាយជាមួយខ្មែរក្រហមក្តីក៏សហរដ្ឋអាមេរិកនៅតែជឿថាខ្មែរក្រហមអាចចរចាសន្តិភាពជាមួយសាធារណរដ្ឋខ្មែរដែរតាមការពិតទៅនៅសហរដ្ឋអាមេរិកនៅពេលនោះព្រឹទ្ធសភាអាមេរិកបានកាត់ផ្តាច់មូលនិធិទាំងអស់មិនអោយប្រធានាធិបតីថ្មី Gerald Ford ប្រើសម្រាប់ជួយធ្វើអន្តរាគមន៍នៅកម្ពុជាតែប៉ុណ្ណោះនៅទីក្រុងភ្នំពេញនៅពេលដែលខ្មែរក្រហមវាយសម្រុកយកទីក្រុងគេនាំគ្នាជឿថាខ្មែរក្រហមពិតជានាំមកនៅសន្តិភាពជាពុំខានឧត្តមសេនីយ៍ធំមួយចំនួននៃសាធារណរដ្ឋខ្មែរក៏ត្រៀមលក្ខណៈជាស្រេចដើម្បីទទួលពួកខ្មែរក្រហមគ្មានអ្នកណាម្នាក់យល់អំពីស្ថានភាពពិតប្រាកដទេគឺសូម្បីតែក្រសួងការសម្ងាត់ក៏អត់បានដឹងថាទីក្រុងប៉េកាំងដែលគាំទ្រខ្មែរក្រហមឥតដែលបានគិតអំពីសន្តិភាពម្ដងណាឡើយនៅថ្ងៃ1មេសាឆ្នាំ1975លោកសេនាប្រមុខលន់ណុលបានត្រូវឯកអគ្គរដ្ឋទូតអាមេរិក
John Gunterdin បង្ខំឲ្យចាក់ចេញពីប្រទេសកម្ពុជាទៅរស់នៅក្នុងរដ្ឋ Hawaii ដើម្បីរៀបចំទុកកន្លែងទទួលសម្ដេចនរោត្តមសីហនុវិញព្រោះអាមេរិកជឿថាសន្តិភាពនឹងមានឡើងវិញពេលដែលខ្មែរក្រហមចូលមកដល់ភ្នំពេញនៅក្នុងពេលដដែលនោះលោកយងបូរ៉េតរដ្ឋមន្ត្រីទី1និងលោកឧត្តមសេនីយ៍សូខាំកុយប្រកាសសន្តិភាពជាមួយខ្មែរក្រហមប៉ុន្តែឥតបានដឹងថាសម្ដេចនរោត្តមសីហនុនិងខ្មែរក្រហមនាំគ្នាសើចចំអកនឹងសេចក្តីប្រកាសនេះតតែសោះខ្មែរក្រហមនៅពេលនោះមានមោទនភាពយ៉ាងសម្បើមអំពីជោគជ័យជាប្រវត្តិសាស្ត្ររបស់គេតាមការពិតគឺគ្រាន់តែជាការដេញឃ្លាមួយហើយបញ្ចូលឃ្លាមួយទៀតឲ្យមករបាក់ប្រជាជនខ្មែរដោយខ្លោចផ្សាតែប៉ុណ្ណោះនិយាយមួយបែបទៀតគឺជាបរាជ័យរបស់អាមេរិកនៅឥណ្ឌូចិននិងជាជ័យជំនះរបស់កម្លាំងកុម្មុយនីសដែលក្រោយមកធ្វើបាបប្រជាជនខ្មែរស្យូតត្រង់ដោយឥតត្រាប្រណីនេះជាទំព័រប្រវត្តិសាស្ត្រមួយដ៏ខ្មៅងងឹតរបស់ប្រទេសកម្ពុជាដែលខ្មែរនិងខ្មែរប្រយុទ្ធគ្នាស្លាប់រស់ហើយដែលបកពួកនីមួយៗស្រែកក្តែងដោយឥតអៀនខ្មាស់ថាពួកគេជាអ្នកស្នេហាជាតិជាអ្នកជួយរំដោះប្រជាជនខ្មែរពីការគៀបសង្កត់របស់បរទេសខ្លះអួតអាងខ្លួនគេថាជាអ្នកជាតិនិយមប៉ុន្តែសម្រេចសម្រួចទៅសម្រាប់តែជាតិឯងពេលម្នាក់សុំចុះញោមម្នាក់ទៀតគិតតែពីសម្រាប់ខ្មែរម្នាក់មើលឃើញខ្មែរម្នាក់ទៀតថាជាខ្ញុំកញ្ជះបរទេសទោះបីតាមការពិតសុទ្ធតែជាឧបករណ៍គេទាំងសងខាងក្តីអ្វីដែលម្នាក់ប្រាថ្នាគឺប្រែក្លាយម្នាក់ទៀតឲ្យទៅជាខ្ញុំកញ្ជះរបស់ខ្លួនតាមការពិតបើយោងទៅតាមមតិនៅពេលនោះគឺគ្រាន់តែបដូរម្ចាស់តែប៉ុណ្ណោះសោះមិនគួរអ្វីរហូតដល់ថ្នាក់ធ្វើបាបប្រជាជនឯងដូចនេះទេអ្នកដែលបានប្រមើលមើលស្ថានភាពនេះឃើញមុនថ្ងៃ17មេសាឆ្នាំ1975បាននាំគ្នារត់ឡើងឧទ្ធម្ភាគចក្រអាមេរិកយ៉ាងពពាក់ពពូនព្រោះតែខ្លាចខ្មែរដូចគ្នាប៉ុន្តែនៅទីបំផុតគឺជាការពិតដែលអ្នកមានវិចារណញ្ញាណស្មានមិនដល់ខ្ញុំសូមស្ទះត្រឹមនេះសិនចុះហើយនៅសប្តាហ៍ក្រោយខ្ញុំនឹងនិយាយរៀបរាប់អំពីសភាពការនៅពេលដែលខ្មែរក្រហមបានចូលមកក្នុងទីក្រុងភ្នំពេញនៅថ្ងៃ17មេសាឆ្នាំ1975នៅថ្ងៃ17មេសាឆ្នាំ1975កងទ័ពខ្មែរក្រហមប្រដាប់ដោយកាំភ្លើង AK-47 និងកាំភ្លើងសម្រាប់បាញ់គ្រាប់ផ្លោងបានចូលមកក្នុងទីក្រុងភ្នំពេញពួកគេប្រកាសថាពួកគេនាំមកនៅសន្តិភាពមកឲ្យប្រជាជនខ្មែរប៉ុន្តែនៅថ្ងៃនោះឯងកងទ័ពខ្មែរក្រហមបានបន្តធ្វើការបោសសម្អាតទីតាំងសំខាន់របស់កងទ័ពសាធារណរដ្ឋខ្មែរពាសពេញទីក្រុងគេឃើញសាកសពជនជាតិខ្មែរដេកស្លាប់ស្ដោកស្ដឹងដោយខ្មោចឆ្កែពាសពេញផ្លូវថ្នល់ប៉ុន្តែគេឥតមានឃើញសាកសពជនជាតិអាមេរិកកាំងឬជនជាតិវៀតណាមណាម្នាក់សោះហាងទំនិញមន្ទីរពេទ្យសាលារៀនព្រមទាំងសម្ភារៈបរិក្ខារទំនើប
បានត្រូវពួកអ្នកបដិវត្តដាច់ខាតទាំងនេះកំទេចចោលអស់គ្មានសល់ព្រោះពួកគេយល់ថាសុទ្ធតែជាកត្តានៃអំពើពុករលួយជាសត្រូវរបស់បដិវត្តនៅចំពោះមុខសភាពការបែបនេះប្រជាជនទីក្រុងភ្នំពេញដែលបានត្រូវពួកនេះចាត់ទុកជាស្រេចថាជាខ្មាំងរបស់បដិវត្តជាខ្ញុំកញ្ចះរបស់ពួកចក្រពត្តិអាមេរិកឬក៏ជាអ្នកគាំទ្ររបបសាធារណរដ្ឋខ្មែរចាប់ផ្ដើមយល់ថាពួកខ្មែរក្រហមសុទ្ធតែជាពួកថ្មើរអន្តេរថៃគ្មានសាសនាគ្មានធម៌មេត្តាអ្វីទាំងអស់ក្រោយនោះបន្តិចប្រជាជនទីក្រុងភ្នំពេញដែលនៅពេលនោះមានចំនួនប្រមាណ2.5 សែននាក់បានត្រូវពួកខ្មែរក្រហមបណ្ដេញចេញពីទីក្រុងទាំងអស់គឺដេញដោយប្រញាប់ប្រញើតក់កុហលរកតែយកអ្វីទៅជាមួយមិនទាន់គឺនៅពេលនោះហើយដែលអ្នករស់នៅក្នុងទីក្រុងទាំងប៉ុន្មានត្រូវបែកបាក់គ្រួសារខ្លះបាត់ប្តីខ្លះបាត់ប្រពន្ធកូនចៅរកមិនឃើញរហូតមកដល់សប្តាហ៍ថ្ងៃនេះនៅថ្ងៃ17-18 មេសានោះពួកខ្មែរក្រហមដែលដើរដេញប្រជាជនតាមផ្ទះបានភូតផលថាគេឲ្យចេញពីផ្ទះសំបែងតែ3ថ្ងៃប៉ុណ្ណោះទេគឺដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អាមេរិកពួកខ្លះប្រាប់ថាមិនបាច់ចេញទេជាហេតុធ្វើឲ្យមានការខ្វែងគំនិតគ្នារវាងពួកខ្មែរក្រហមនិងពួកខ្មែរក្រហមដូចគ្នាគួរជាទីកត់សម្គាល់នៅទីបំផុតយោងទៅតាមបញ្ជាចុងក្រោយបង្អស់ប្រជាជនទាំងអស់ត្រូវចេញពីទីក្រុងពីលំនៅឋានរបស់គេក្រោមការគំរាមកំហែងនៃកំភ្លើង AK-47 និងគ្រាប់បែក B-40 គេឃើញពួកអ្នកបដិវត្តទាំងនោះបណ្ដេញទាំងមនុស្សឈឺទាំងស្រីមានផ្ទៃពោះចេញអស់ពីមន្ទីរពេទ្យពួកខ្លះអូសទាំងមនុស្សទាំងក្រែអ្នកដែលកំពុងភ្ជួរសេរ៉ូមមករុញតាមវិធីគួរឲ្យខ្លោចផ្សាអ្នកទីក្រុងចំនួនជាង2នាក់បានត្រូវពួកខ្មែរក្រហមបណ្ដេញចេញតាមផ្លូវជាតិទាំង4ទិសឆ្ពោះទៅក្រៅទីក្រុងអស្ចារ្យជាងនេះទៅទៀតអ្វីក៏ពួកនេះមិនឲ្យយកទៅជាមួយដែរប៉ុន្តែចំណីអាហារធ្វើដំណើរក៏ពួកនេះឥតចែកចាយឲ្យទៀតមនុស្សដែលធ្វើដំណើរតាមផ្លូវជាតិឆ្ពោះទៅរកស្រែចម្ការព្រៃព្រឹក្សាឬឆ្ពោះទៅរកមរណៈតែម្ដងក៏អាចថាបានគ្មានអ្វីបរិភោគទេហើយស្រក់ទឹកភ្នែកដោយនឹកទៅដល់ប្តីឬប្រពន្ធកូនចៅដែលមិនដឹងជាខ្ចាត់ព្រាត់ទៅទីណាខែមេសាជាខែក្តៅហួតហែងមើលហើយការធ្វើដំណើរបែបនេះជាពិសេសកូនខ្ចីកូនក្មេងមនុស្សចាស់មនុស្សមានជំងឺត្រូវខ្យល់ចាប់ដួលស្រាប់យកទៅកប់សឹងពុំទាន់ព្រោះត្រូវធ្វើដំណើរជាក្បួនបន្តទៅទៀតខឿនអាសោចសាកសពដែលខ្មែរក្រហមបានសម្រាប់ចោលធំស្អុយពេញបរិយាកាសថ្ងៃបន្ទាប់មកទៀតដោយខ្វះស្បៀងអ្នកទោសរបស់ខ្មែរក្រហមរាប់លានអ្នកទាំងនោះត្រូវទាស់ទែងបាក់បែកគ្នាព្រោះតែដណ្ដើមចំណីអាហារបន្តិចបន្តួចពីគ្នាគឺចំណីដែលខ្លះបានយកមកជាប់នឹងខ្លួនឬដោយយកគ្រឿងអលង្ការទៅដូរដោះជាមួយអ្នកភូមិតាមផ្លូវរហូតមកទល់សប្តាហ៍ថ្ងៃនេះគេនៅតែពុំយល់ថាហេតុដូចម្តេចបានជាពួកខ្មែរក្រហមធ្វើបាបប្រជាជនឯងរបៀបនេះខ្លះជឿថាគឺដើម្បីប្រែក្លាយប្រជាជនទីក្រុងឲ្យទៅជាកសិករខ្លះទៀតយល់ថាគឺជាការគុំគួនអ្នកទីក្រុងតែម្ដងបើថាត្រូវប្រែក្លាយអ្នកទាំងនោះឲ្យទៅជាកសិករអ្នកបង្កើតផលហេតុដូចម្តេចបានជាពួកគេពំរងចាំ1ខែឬ2ខែសិនទម្រាំរៀបចំឲ្យបានស្រួលតាមការពិតគឺពួកគេមានមូលហេតុផ្សេងទៀតទោះជាយ៉ាងណាក្តីអ្វីដែលបញ្ជាក់ថាពួកខ្មែរក្រហមមានគោលបំណងដ៏ឃោរឃៅគឺការសម្រាប់ខ្មែរគ្នាឯងយ៉ាងសាហាវព្រៃផ្សៃតាំងពីពួកគេចូលមកក្នុងទីក្រុងភ្នំពេញនេះជាទំព័រប្រវត្តិសាស្ត្រមួយដ៏ខ្មៅងងឹតដែលអ្នកដឹកនាំខ្មែរសម្រាប់ប្រជាជនឯងដោយឥតត្រាប្រណី
ខ្ញុំសូមផ្សាយត្រឹមនេះសិនចុះហើយនៅសប្តាហ៍ក្រោយខ្ញុំនឹងរៀបរាប់អំពីរបបកម្ពុជាប្រជាធិបតេយ្យគឺរបបខ្មែរក្រហមព្រមទាំងប្រវត្តិនឹងការកកើតនៃក្រុមអ្នកជាតិនិយមខ្មែរនេះជាបន្តបន្ទាប់ទៅទៀតនៅពេលដែលពួកខ្មែរក្រហមបណ្ដេញប្រជាជនចេញពីទីក្រុងភ្នំពេញនិងពីទីក្រុងនានាឲ្យចេញឆ្ពោះទៅទីជនបទយ៉ាងពពាក់ពពូននៅក្នុងទីក្រុងភ្នំពេញឯនេះអ្នកដឹកនាំរបបសាធារណរដ្ឋខ្មែរមួយចំនួនរត់ទៅសុំជ្រកកោននៅស្ថានទូតបារាំងប៉ុន្តែជាការឥតប្រយោជន៍ព្រោះពួកខ្មែរក្រហមដែលជាអ្នកស្នេហាជាតិមហាយោធព្រោះមហាអស្ចារ្យហើយជាអ្នកដែលស្អប់ជនបរទេសជាពិសេសជនជាតិស្បែកសមិនទទួលស្គាល់បេសកកម្មទូតអ្វីទាំងអស់អ្នកអង្គម្ចាស់ស៊ីសវ័តសេរីម៉ាតាដែលបានទៅសុំជ្រកកោននៅស្ថានទូតបារាំងក៏ពុំបានទទួលសិទ្ធិជ្រកកោនដែរព្រោះស្ថានទូតពុំដឹងត្រូវចាត់ការបែបណាមួយខ្លាចពួកអាវខ្មៅទាំងនោះបាញ់ទៅលើស្ថានទូតណាមួយខ្លាចខុសឆ្គងការទូតព្រោះនៅពេលនោះប្រទេសបារាំងក្រោមការដឹកនាំរបស់លោក Giscard d'Estaing គាំទ្រសម្ដេចនរោត្តមសីហនុដែលគេគិតជាទូទៅថាជាអ្នកដឹកនាំរបស់ពួកខ្មែរក្រហមដូចនេះគេមិនអាចទទួលឲ្យអ្នកដឹកនាំរបបសាធារណរដ្ឋខ្មែរជ្រកកោននៅក្នុងស្ថានទូតបានទេមុននឹងត្រូវពួកខ្មែរក្រហមអូសយកទៅប្រហារជីវិតអ្នកអង្គម្ចាស់ស៊ីសវ័តសេរីម៉ាតាដែលពុំព្រមរត់ចេញពីស្រុកនៅពេលមុនការរលំរលាយនៃរបបសាធារណរដ្ឋខ្មែរបាននិយាយសារភាពថាក្នុងមួយជីវិតខ្ញុំនេះខ្ញុំមានកំហុសតែមួយគត់គឺជឿទៅលើសហរដ្ឋអាមេរិកពួកខ្មែរក្រហមបានបន្ថែមថាមិនមែនតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេអ្នកណាទៀតក៏មិនត្រូវជឿដែរដូចជានៅក្នុងពេលនេះជាដើមអ្នកអង្គម្ចាស់បានឃើញស្រាប់ហើយអ្នកដឹកនាំសាធារណរដ្ឋខ្មែរមួយចំនួនទៀតដូចជាលោកឡុងបូរ៉េតលោកលន់ណុនដែលជាប្អូនរបស់លោកសេនាប្រមុខលន់ណុលហើយជាមិត្តរួមថ្នាក់របស់ខៀវសំផនក៏បានត្រូវពួកខ្មែរក្រហមយកទៅប្រហារជីវិតចោលដែរសូមបញ្ជាក់ថាគឺលោកលន់ណុននេះហើយដែលជាអ្នកជួយទំនុកបម្រុងសាលាឯកជនចម្រើនវិទ្យានិងកម្ពុជាបុត្រដែលជាសម្បុករបស់ពួកខ្មែរក្រហមកាលពីពេលតស៊ូរបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញនៅក្នុងស្ថានទូតបារាំងនៅពេលនោះមានការច្របូកច្របល់មួយយ៉ាងធំនារីខ្មែរដែលមានប្តីបារាំងត្រូវពួកខ្មែរក្រហមអនុញ្ញាតឲ្យទៅនៅក្នុងស្ថានទូតរីឯខ្មែរដែលមានប្រពន្ធបារាំងត្រូវចេញពីស្ថានទូតទាំងអស់ពួកខ្មែរក្រហមព្រមមានលោកអនុកុងស៊ឺបារាំងថាបើមិនព្រមប្រគល់ជនជាតិខ្មែរទាំងនោះទេពួកគេនឹងបាញ់លោកអនុកុងស៊ឺចោលតែម្ដងព្រោះពួកគេឥតខ្លាចឥតរណបនឹងជនបរទេសណាដែលស្ថិតនៅលើទឹកដីខ្មែរទេនៅពេលដែលព្រឹត្តិការណ៍ដ៏ចម្លែកនេះកើតមានឡើងនៅក្នុងពិភពលោកទាំងមូលគ្មានអ្នកណាជឿថាមានរឿងបែបនេះទេ
បើកុំតែមានជនជាតិបារាំងខ្លះដូចជាប៉ែកំពង់ឈូជាដើមស្ថិតនៅក្នុងប្រទេសកម្ពុជារហូតដល់ពេលចុងក្រោយបង្អស់ពិភពលោកទាំងមូលក៏មិនអាចជឿបានដែរប៉ែកំពង់ឈូដែលពេលមកដល់ប្រទេសបារាំងបាននិពន្ធសៀវភៅមួយមានចំណងជើងថា Cambodge Année Zéro បានរៀបរាប់អំពីព្រឹត្តិការណ៍នេះយ៉ាងពិស្ដារនៅក្នុងប្រទេសកម្ពុជានៅពេលនោះគេចោទសួរថាហេតុដូចម្តេចបានជាពួកខ្មែរក្រហមធ្វើបែបនេះហើយប្រកាន់អកប្បកិរិយាបែបនេះហេតុដូចម្តេចបានជាគេស្អប់អ្នកនៅទីក្រុងដោយថ្នាក់នេះចំពោះពួកខ្មែរក្រហមគេឥតពិបាកឆ្លើយទេព្រោះចំពោះពួកគេអ្នកនៅទីក្រុងសុទ្ធតែជាពួកពុករលួយជាអ្នកលក់ខ្លួនឲ្យបរទេសទាំងអស់ហើយដើម្បីកសាងសង្គមមួយថ្មីទៀតដែលមានលក្ខណៈស្អាតស្អំមានសេចក្តីស្នេហាជាតិយ៉ាងមោះមុតពួកគេត្រូវតែធ្វើដូច្នេះសំកត់សម្គាល់ថាកាលណាផលប្រយោជន៍ឬអំណាចរបស់គេត្រូវប៉ះពាល់អ្នកដឹកនាំខ្មែរមួយចំនួនក៏តែងតែនិយាយបែបនេះដែរទោះបីតាមការពិតទៅជាតិទាំងមូលដែលគេតាំងខ្លួនថាជាអ្នកតំណាងនោះបានត្រូវបង្រួមមកត្រឹមបពុរបស់គេក៏ដោយជាក់ស្ដែងគេសង្កេតឃើញថាដោយសំអាងទៅលើហេតុផលទាំងនោះអ្នកដឹកនាំខ្លះធ្វើបាបសង្កត់សង្កិនប្រជាជនឯងប្រហាក់ប្រហែលនឹងកាយពីចំនួនអាណានិគមនិយមដែរអាណានិគមនិយមបែបចុងក្រោយនេះមានលក្ខណៈធ្ងន់ធ្ងរណាស់ព្រោះថាក្រនៅតែក្រគ្មានចំណេះវិជ្ជានៅតែគ្មានចំណេះវិជ្ជាដដែលសម្រាប់ជំរួចទៅបរទេសចូលមកតាមទ្វារក្រោយយ៉ាងពពាក់ពពូនចំពោះករណីខ្មែរក្រហមវិញវប្បធម៌ជាតិវប្បធម៌បរទេសទាំងអស់បានត្រូវរំលងចោលហើយបានត្រូវបង្រួមមកត្រឹមការតស៊ូវណ្ណៈតែប៉ុណ្ណោះដោយអស់ពេលវេលាខ្ញុំសូមស្ទះត្រឹមនេះសិនចុះនៅសប្តាហ៍ក្រោយខ្ញុំនឹងរៀបរាប់អំពីដំណាក់កាលប្រវត្តិសាស្ត្រខ្មែរនេះបន្តទៅទៀតមុននឹងឈានទៅនិយាយអំពីការគ្រប់គ្រងរបស់ខ្មែរក្រហមនៅឆ្នាំ1975 1979ខ្ញុំសូមរៀបរាប់អំពីប្រវត្តិរបស់ចៅកណានេះដែលដើមហើយចេញមកពីប្រភពនៃចៅកណាទាមទារឯករាជ្យនៅឥណ្ឌាចិនហើយក្រោយមកបានក្លាយទៅជាចៅកណាកុម្មុយនីសតែម្ដងដោយយកទៅតាមទស្សនៈគួបផ្សំចៅកណាទាមទារឯករាជ្យជាមួយនឹងការតស៊ូរបស់វណ្ណៈអធនប៉ុន្តែចំពោះក្រុមខ្មែរនេះដែលសម្ដេចនរោត្តមសីហនុបានដាក់ឈ្មោះឲ្យថាខ្មែរក្រហមគឺជាចៅកណាមួយដែលមានការតាក់ទងជិតស្និទ្ធនឹងអង្គការរបស់បញ្ញវន្តខ្មែរមួយក្រុមដូចជាសៅអ៊ុតសហៅប៉ុលពតអៀងសេរីដែលមានឈ្មោះដើមថាគឹមត្រាងខៀវប៉ុណ្ណារីខៀវធីរិតខៀវសំផនហ៊ូយុនជាដើមរីឯគំនិតដើមរបស់ក្រុមនេះគឺគំនិតជាតិនិយមមួយប្រភេទដែលចង់រំដោះប្រជាជនក្រីក្រជាពិសេសកម្មករនិងកសិករឲ្យចេញផុតពីការជិះជាន់សង្កត់សង្កិនរបស់ពួកឈ្មួញបរទេសព្រមទាំងអ្នកដឹកនាំខ្មែរទាំងឡាយដែលគេចាត់ទុកថាសុទ្ធតែជាអ្នកដែលបើកផ្លូវឲ្យពួកមូលធននិយមកុម្ផាដ័រចូលមកធ្វើបាបប្រជាជនខ្មែរគេអាចនិយាយបានម្យ៉ាងទៀតថាគឺចៅកណាអ្នកជាតិនិយមហួសហេតុមួយដែលផ្អែកទៅលើទ្រឹស្ដីកុម្មុយនីសតាមធម្មតាគំនិតជាតិនិយមជាគំនិតរបស់អ្នកអភិរក្សប្រកាន់និន្នាការស្ដាំប៉ុន្តែនៅក្នុងករណីខ្មែរក្រហមនេះគឺបែរជាផ្អែកទៅលើគំនិតឆ្វេងនិយមទៅវិញ
នេះជាបដិវេតកម្មមួយនៅក្នុងមនោគមវិជ្ជាកុម្មុយនីសរួចស្រេចទៅហើយរបបកុម្មុយនីសគឺជាការកាន់អំណាចផ្ដាច់ការរបស់វណ្ណៈអាធន់ដែលផ្អែកទៅលើសាមគ្គីនៃវណ្ណៈអាធន់អន្តរជាតិដើម្បីវាយរំលំរបបមូលធននិយមប៉ុន្តែនៅពេលនោះដោយចលនាកុម្មុយនីសនៅអាស៊ីជាពិសេសនៅឥណ្ឌូចិនច្រើនតែចេញមកពីប្រភពអ្នកជាតិនិយមប្រឆាំងនឹងពួកអាណានិគមនិយមការច្របូកច្របល់ក៏ស្ដែងចេញមកតែម្ដងដោយឡែកចំពោះខ្មែរក្រហមគេបានផ្អែកការតស៊ូរបស់គេទៅនឹងគំនិតជាតិនិយមមួយដ៏ស្រួចស្រាវគឺគេកាត់ផ្ដាច់ប្រទេសកម្ពុជាចេញពីចលនាកុម្មុយនីសនានាឯទៀតលើកលែងចេញតែប្រទេសចិនប្រទេសរូម៉ានីប្រទេសយូហ្គោស្លាវីដែលនៅពេលនោះមានទំនាស់ជាមួយសហភាពសូវៀតដែលជាអ្នកគាំទ្រទីក្រុងហាណូយសូមបញ្ជាក់ថាតាមការពិតនៅពេលនោះប្រទេសណាក៏សុទ្ធតែមានគំនិតជាតិនិយមដូចតែគ្នារួមបញ្ចូលទាំងប្រទេសរុស្ស៊ីផងដែរនៅសម័យនោះអ្នកដឹកនាំខ្មែរក្រហមយល់ឃើញថាប្រទេសកម្ពុជាមានអ្វីគ្រប់បែបយ៉ាងទាំងអស់ដើម្បីកសាងជីវភាពប្រជាជនខ្មែរគឺមិនបាច់រណបនឹងប្រទេសណាទៀតទេមួយវិញទៀតបុព្វបុរសខ្មែរបានកសាងដោយទៅបូរីអង្គរធ្លាប់បានកសាងចក្រភពមួយដ៏ធំនឹងគេដែររឿងអ្វីដែលពួកគេធ្វើបដិវត្តមួយជាគំរូសម្រាប់ពិភពលោកមិនបាននោះគឺនៅក្នុងទេសកលៈនិងបរិបទនេះហើយដែលខ្មែរក្រហមបានសាកល្បងកសាងប្រទេសកម្ពុជាតាមរបៀបពិសេសមួយរបស់គេនៅឆ្នាំ1953គឺមុនកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្តិចសៅរត់សដែលក្រោយមកមានឈ្មោះថាប៉ុលពតបានត្រឡប់មកពីស្រុកបារាំងវិញប៉ុន្តែគេមិនទាន់ចូលមកក្នុងប្រទេសកម្ពុជាភ្លាមទេគឺសាកល្បងតាក់ទងនឹងចលនាអិសរាជខ្មែរតាមរយៈខ្មែរវៀតមិញនៅប្រទេសវៀតណាមសិនប៉ុលពតបាននាំមកពីស្រុកបារាំងនៅគំនិតអ្នកជាតិនិយមផងគំនិតកុម្មុយនីសផងនៅពេលនោះសៅរត់សដែលមានអាយុប្រហែល25ឬ28ឆ្នាំគ្រាន់តែជានិស្សិតម្នាក់ប៉ុណ្ណោះប៉ុន្តែជានិស្សិតដែលមានជំនឿថាគេអាចនឹងក្លាយទៅជាអ្នកដឹកនាំម្នាក់ដ៏សំខាន់ដែរពេលបានជួបនឹងអ្នកដឹកនាំបដិវត្តកុម្មុយនីសវៀតណាមសៅរត់សបែរជាត្រូវអ្នកទាំងនោះយកទៅឲ្យយត់ដំដោយកូនក្មេងគឺឲ្យបោសផ្ទះជូតបង្គន់ចាក់សម្រាមហើយទៅរៀនសូត្រនយោបាយដោយមនុស្សឥតចេះអក្សរប៉ុលពតមិនបានដឹងទាល់តែសោះថាគេនឹងក្លាយទៅជាមនុស្សបែបនេះប៉ុន្តែចំពោះអ្នកបដិវត្តវៀតណាមការយត់ដំនេះជាការចាំបាច់ព្រោះតាមការពិតគឺជាវិធីរៀងខួរក្បាលមួយបែបដែលកុម្មុយនីសធ្វើជាប្រចាំការសម្រាប់អ្នកដែលចង់ក្លាយខ្លួនទៅជាអ្នកដឹកនាំវណ្ណៈអធននៅថ្ងៃមុខប៉ុន្តែពេលដែលប៉ុលពតឬសៅរត់សចង់បានតួនាទីនេះនៅក្នុងប្រទេសកម្ពុជាសភាពការនៅកម្ពុជាបានត្រូវប្រែប្រួលអស់ទៅហើយតាមរយៈការខំប្រឹងប្រែងរបស់បញ្ញវន្តខ្មែរដែលមាននិន្នាការអភិរក្សនិងស្ដាមនិយមជាពិសេសការប្រឹងប្រែងរបស់ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុប្រទេសកម្ពុជាបានទទួលឯករាជ្យតាមផ្លូវច្បាប់រួចស្រេចទៅហើយក្រោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវចលនាអិសរាជខ្មែរត្រូវរំសាយចោលទាំងអស់រីឯពួកវៀតមិញដែលបង្កប់ខ្លួននៅកម្ពុជាក៏ត្រូវត្រឡប់ទៅស្រុកវិញទាំងអស់ដែរក្រោមការត្រួតពិនិត្យរបស់អន្តរជាតិដោយអស់ពេលវេលាខ្ញុំសូមស្ទះត្រង់នេះសិនចុះនៅសប្តាហ៍ក្រោយខ្ញុំនឹងរៀបរាប់ប្រវត្តិរបស់ចលនាខ្មែរក្រហមបន្តទៅទៀត
ក្រោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ1954បកប្រជាជនបដិវត្តកម្ពុជាត្រូវបែកខ្ញែកជា3ក្រុមក្រុមមួយដឹកនាំដោយស៊ិនងុកមីង កៅមុនី មីភូ រតសមឿនហើយដែលមានយុទ្ធកជនចំនួន 2500 នាក់បានធ្វើត្រឡប់ទៅប្រទេសវៀតណាមវិញក្រោមការត្រួតពិនិត្យរបស់គណៈកម្មការត្រួតពិនិត្យអន្តរជាតិលោកប៉ែនសូវ៉ាន់ក៏ស្ថិតនៅក្នុងក្រុមនោះដែរក្រុមមួយទៀតដឹកនាំដោយនងស៊ូនកែវមាសប៉ែនយុទ្ធបានបង្កើតគណៈបកនយោបាយស្របច្បាប់មួយនៅក្នុងប្រទេសកម្ពុជាយោងទៅតាមឯកសារមួយចំនួននៅពេលនោះកែវមាសជាលេខាទទួលបន្ទុកទីក្រុងភ្នំពេញគោលដៅនៃក្រុមទី2នេះគឺចូលប្រកួតក្នុងការបោះឆ្នោតសភាឆ្នាំ1955ក្រុមទី3គឺក្រុមដែលស្ថិតនៅក្រោមការដឹកនាំរបស់ទូសមុទ្រសៀវហេងនួនជាសភឹមនៃសារ៉នក្រុមចុងក្រោយនេះដែលមានការប៉ិនប្រសប់ខ្ពស់ក្នុងការធ្វើសកម្មភាពលួចលាក់បានតែងតាំងគណៈកម្មាធិការកណ្ដាលបណ្ដោះអាសន្នមួយនៅទីក្រុងភ្នំពេញដឹកនាំដោយទូសមុទ្រហើយបានបង្កើតគណៈកម្មាធិការតាមខេត្តចំនួនទាំងអស់17ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ស៊ីវហេងប៉ុន្តែឯកសារខ្លះអះអាងថាគឺទូសមុទ្រទេដែលទទួលខុសត្រូវខាងជនបទតាមការពិតទូសមុទ្រជាមេកាយផ្ទាល់របស់សៅរតសហើយអ្នកទាំងពីរនេះក្តាប់ទីក្រុងជាមួយគ្នានៅពេលនោះដូច្នេះឃើញថាទោះជាយ៉ាងណាក្តីបកប្រជាជនបដិវត្តកម្ពុជានៅតែមានវត្តមាននៅក្នុងស្រុកខ្មែរដដែលក្រោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវដោយនៅពេលនោះប្រទេសកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ទៅហើយសកម្មភាពរបស់ពួកគេគឺគ្មានអ្វីទៀតក្រៅពីការប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាប្រទេសកុម្មុយនីសដោយប្រទេសនានាឯទៀតនៅឥណ្ឌូចិនទេនេះជាផែនការមួយដ៏ធំរបស់ចលនាកុម្មុយនីសអន្តរជាតិដែលតាមរយៈហ៊ូជីមីងបានបង្កើតគណៈបកកុម្មុយនីសឥណ្ឌូចិនមួយតាំងពីឆ្នាំ1930មកឯណោះហ៊ូជីមីងដែលមានឈ្មោះមួយទៀតថាងៀងអៃគក់នៅពេលទាមទារឯករាជ្យបានត្រូវចាត់តាំងឲ្យដឹកនាំបដិវត្តកុម្មុយនីសនៅក្នុងប្រទេសទាំង3នៅឥណ្ឌូចិននៅក្នុងគោលដៅនេះហ៊ូជីមីងត្រូវតែវាយរំលំរបបមូលធននិយមនៅប្រទេសវៀតណាមខាងត្បូងនិងនៅប្រទេសកម្ពុជាឲ្យទាល់តែបានគេអាចនិយាយបានថាទោះជាមានទំនាស់ផ្ទៃក្នុងយ៉ាងណាក្តីប្រទេសទាំង3នៅឥណ្ឌូចិនត្រូវតែសម្រេចគោលដៅនេះរបស់បដិវត្តសកលលោកពលគឺជាសង្គ្រាមមួយដ៏ស្រួចស្រាវរវាងលោកសេរីនិងលោកកុម្មុយនីសនៅទីលានប្រយុទ្ធឥណ្ឌូចិននៅក្នុងន័យនេះក្រុមរបស់នងសួនក៏ដូចជាក្រុមរបស់ទូសមុទ្រសៀវហេងមានបង្អែកមួយយ៉ាងរឹងមាំអាចស៊ីសងជាមួយសម្ដេចនរោត្តមសីហនុនៅខែសីហាឆ្នាំ1953គឺជិត1ឆ្នាំមុនកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវសៅរតសតាមរយៈអ្នកដឹកនាំបដិវត្តវៀតណាមម្នាក់ឈ្មោះផាំវ៉ាន់បាបានចូលមកក្នុងប្រទេសកម្ពុជាសៅរតសបានធ្វើដំណើរជាមួយខ្មែរម្នាក់ឈ្មោះយុនសឿនឆ្ពោះទៅទីបញ្ជាការរណសេរីអិសរៈប្រទេសទាំង3នៅក្នុងខេត្តកំពង់ចាមដើម្បីហាត់វឹកវើដឹកនាំសង្គ្រាមព្រៃសៅរតសស្ថិតនៅទីនោះអស់រយៈពេល1ឆ្នាំនៅថ្ងៃ3ឧសភាឆ្នាំ1954ស៊ិនងុកមីងដោយមានការគាំទ្រពីវៀតមីងបានទាមទារចូលរួមក្នុងសន្និសីទទីក្រុងហ្សឺណែវដោយសំអាងថាអិសរៈខ្មែរដែលមានទ័ពប្រមាណ 3500 នាក់បានគ្រប់គ្រង 1/3 នៃទឹកដីកម្ពុជារួចស្រេចទៅហើយប៉ុន្តែខាងប្រទេសចិនឯនោះវិញដែលខ្លាចសហរដ្ឋអាមេរិកដាក់មូលដ្ឋានកងទ័ពនៅក្នុងប្រទេសកម្ពុជាគេពុំគាំទ្រសេចក្តីស្នើនេះទេគឺសុខចិត្តរក្សាទុកព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុជាអ្នកតំណាងតែមួយគត់នៃប្រទេសកម្ពុជានៅក្នុងអង្គសន្និសីទទីក្រុងហ្សឺណែវក្រោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវដែលតម្រូវឲ្យចលនាអិសរៈទាំងអស់នៅកម្ពុជា
ចូលទៅរួបរวมជាមួយរដ្ឋាភិបាលរបស់ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុក្រុមរបស់ទូតសមុទ្រនៅតែបន្តសកម្មភាពលួចលាក់របស់គេបន្តមកទៀតនៅក្នុងប្រទេសកម្ពុជាតាំងពីពេលនោះមកពួកគេធ្វើការតស៊ូដើម្បីវាយរំលំព្រះមហាក្សត្រខ្មែរតែម្ដងព្រោះគេចាត់ទុកថាព្រះបាទនរោត្តមសីហនុជាបង្អែករបស់អ្នកដែលប្រឆាំងនឹងកុម្មុយនីសទៅវិញប៉ុលពតសហការជិតស្និទ្ធជាមួយនួនជាដែលមានឈ្មោះដើមថារៅប៊ុនកូននៅពេលនោះសៀវហេងបានទៅពួននៅទីក្រុងហាណូយប៉ុន្តែសយុទ្ធសនិងរៅប៊ុនកូនគឺនួនជាធ្វើសកម្មភាពរបស់គេនៅក្នុងប្រទេសកម្ពុជាបន្តមកទៀតសកម្មភាពចលនាកុម្មុយនីសខ្មែរនៅពេលនេះមានមុខពីរគឺគណៈបកប្រជាជនដែលធ្វើសកម្មភាពស្របច្បាប់ចាប់តាំងពីការបោះឆ្នោតសភានៅឆ្នាំ1955និងក្រុមបកប្រជាជនបដិវត្តន៍កម្ពុជាដែលធ្វើសកម្មភាពដោយសម្ងាត់ដោយអស់ពេលវេលាខ្ញុំសូមស្ទះត្រង់នេះសិនចុះហើយនឹងនិយាយអំពីចលនានេះបន្តទៅទៀតនៅសប្តាហ៍ក្រោយRFI, la radio du monde. Chalana Khmer Communist ដែលបានកកើតឡើងនៅក្នុងប្រទេសកម្ពុជាក្រោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ1954មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបញ្ញវន្តខ្មែរមួយក្រុមដូចជាសយុទ្ធសនួនជាដើមព្រមទាំងអ្នកតស៊ូប្រឆាំងនឹងបារាំងមួយចំនួនមានជាអាចទូសមុទ្រនិងសៀវហេងដែលមានខ្សែរយៈជាមួយអង្គការវៀតមិញប៉ុន្តែសយុទ្ធសមានតួនាទីសំខាន់ជាងគេនៅពេលដែលសយុទ្ធសស្ថិតនៅប្រទេសបារាំងនៅចន្លោះឆ្នាំ1949 1953គេក៏មានទំនាក់ទំនងជាមួយបញ្ញវន្តខ្មែរធំមួយចំនួនដែរនៅឆ្នាំ1949សយុទ្ធសធ្វើដំណើរទៅប្រទេសបារាំងតាមកប៉ាល់មួយឈ្មោះ Jamaica ជាមួយនិស្សិតខ្មែរចំនួន21នាក់នេះបើយោងទៅតាមឯកសាររបស់លោក David Chandler ដែលមានចំណងជើងថា Pol Pot frère numéro 1 ឬ Pol Pot បងទី1ឯកសារនេះបានបញ្ជាក់ថានៅពេលធ្វើដំណើរជិត1ខែសយុទ្ធសបានពង្រឹងមិត្តភាពរបស់គេជាមួយខ្មែរ4រូបគឺចៅសេងមីម៉ាន់មីផាតនិងអ៊ុចវ៉ែនពេលស្នាក់អាស្រ័យនៅប្រទេសបារាំងក្រៅពីគ្រូឧបជាធំដូចជាលោកកេងវណ្ណស័ក្តិនិងលោកជួនមុំជាដើមសយុទ្ធសបានជួបនឹងនារីបញ្ញវន្តខ្មែរម្នាក់គឺខៀវប៉ុននារីនៅឆ្នាំ1951ក្រោយមកខៀវប៉ុននារីបានក្លាយទៅជាភរិយារបស់សយុទ្ធសខៀវប៉ុននារីមកប្រទេសបារាំងជាមួយប្អូនស្រីម្នាក់ឈ្មោះខៀវធីរិតដែលនៅឆ្នាំ1951នោះបានរៀបការជាមួយអៀងសារីនៅឆ្នាំ1951នោះនៅប្រទេសបារាំងដដែលបើយោងទៅតាមការស្រាវជ្រាវរបស់ប្រវត្តិវិទូ David Chandler អៀងសារីនិងរដ្ឋសមឿនបានបង្កើតក្រុមនយោបាយមួយក្រុមនេះតែងតែបើកអង្គប្រជុំជារឿយៗប៉ុន្តែមិនស្ថិតនៅក្នុងក្របខ័ណ្ឌនៃគណៈបកកុម្មុយនីសបារាំងទេអ្នកដែលបានចូលមករួមប្រជុំមានជាអាចសៀងអានយុនសឿនហ៊ូយុនមីម៉ាន់ជីកំអានជាដើមឯកសាររបស់ David Chandler បានបញ្ជាក់ថាលោកកេងវណ្ណស័ក្តិនិងលោកជួនមុំក៏បានមកចូលរួមប្រជុំដែរប៉ុន្តែគឺដើម្បីរក្សាទំនាក់ទំនងជាមួយយុវជនខ្មែរកុម្មុយនីសតែប៉ុណ្ណោះតាមការពិតទៅលោកកេងវណ្ណស័ក្តិនិងលោកជួនមុំគ្រាន់តែជាអ្នកប្រជាធិបតេយ្យឆ្វេងនិយមប៉ុណ្ណោះទេពលគឺអ្នកជឿនលឿននិយមលោកកេងវណ្ណស័ក្តិដែលប្រឆាំងនឹងរបបរាជានិយម
ចង់ធ្វើការតស៊ូវាយរំលំរបបរាជានិយមតាមរយៈការតស៊ូក្នុងគណៈបកប្រជាធិបតេយ្យតែប៉ុណ្ណោះនៅក្នុងរយៈកាលតស៊ូរបស់គេនៅក្នុងចន្លោះឆ្នាំ1953 1960គឺបន្ទាប់ពីពេលដែលសយុទ្ធសបានត្រឡប់មកស្រុកខ្មែរវិញចលនាកុម្មុយនីសខ្មែរបានកំណត់យកយុទ្ធសាស្ត្រមួយយ៉ាងសាមញ្ញប៉ុន្តែក៏ប្រកបទៅដោយគ្រោះថ្នាក់ដែរគឺអូសទាញបញ្ញជននិងវរៈជនសំខាន់ៗឲ្យចូលទៅក្នុងចលនារបស់គេអ្នកដែលបានស្គាល់ប៉ុល ពតនៅពេលនោះពុំដែលនឹកស្មានឃើញម្ដងណាឡើយថាសយុទ្ធសមានគំនិតបដិវត្តដាច់ខាតនិយមបែបនេះសោះព្រោះសយុទ្ធសជាមនុស្សម្នាក់ស្លូតបូតហើយឆោតងងផងទៀតខ្លះនិយាយថាប៉ុល ពតចេះនិយាយពាក្យទុនភឿនហើយមិនដែលតាំងខ្លួនថាជាអ្នកចេះដឹងអ្វីបន្តិចបន្តួចទាល់តែសោះខ្លះទៀតបាននិយាយថាសមានសភាពរៀបសារដូចសម្ពុតនៅក្នុងភ្នត់មិនគួរអ្វីខ្លាយទៅជាមនុស្សខូខើដូចនេះសោះនៅពេលឡើងមកកាន់អំណាចជាពិសេសមិនគួរឲ្យជឿសោះថាសយុទ្ធសដែលជាមនុស្សពុំសូវពូកែពុំសូវធៀសវៃក្នុងជីវិតអាចខ្លាយទៅជាមេដឹកនាំបដិវត្តម្នាក់ដ៏សាហាវបែបនេះសោះសំណួរនេះនៅតែមានជាប់រហូតមកទល់នឹងសប្តាហ៍ថ្ងៃនេះបើតាមគិតមើលទៅមនុស្សគ្រាន់តែជាឧបករណ៍នៃស្ថានភាពនីមួយតែប៉ុណ្ណោះយ៉ាងណាមិញនៅក្នុងករណីនៃបដិវត្តន៍កុម្មុយនីសខ្មែរនេះក្រឡារបស់វាមានលក្ខណៈស្មុគស្មាញពន់ពេកក្រៃជាពិសេសមានការប្រទាញប្រទង់គ្នាយ៉ាងសម្បើមរវាងនានាការផ្សេងដែលមាននៅក្នុងចលនាកុម្មុយនីសទាំងមូលនៅចន្លោះឆ្នាំ1953 1960នោះចលនាកុម្មុយនីសខ្មែរក៏ដូចជាចលនាកុម្មុយនីសនានាឯទៀតដែរបានកំណត់យកយុទ្ធសាស្ត្រប្រមូលសម្ព័ន្ធមិត្តឲ្យបានច្រើនបំផុតដើម្បីឯកោអ្នកដែលមានឥទ្ធិពលខ្លាំងហើយដែលប្រឆាំងនឹងចលនារបស់ពួកគេនៅពេលនោះចលនាកុម្មុយនីសខ្មែរចាត់ទុកថាសហរដ្ឋអាមេរិកជាសត្រូវទី1ហើយដោយសម្ដេចនរោត្តមសីហនុមិនត្រូវនឹងសហរដ្ឋអាមេរិកពួកគេក៏ចាត់ទុកថាព្រះអង្គជាមិត្តរបស់គេទៅវិញជនកុម្មុយនីសខ្មែរខ្លះដូចជាខៀវសំផនហ៊ូយុនហ៊ូនឹមចៅសេងជាដើមបានសម្ដែងការគាំទ្ររបស់គេដោយចំហចំពោះសម្ដេចនរោត្តមសីហនុតែម្ដងដោយអស់ពេលវេលាខ្ញុំសូមស្ទះត្រឹមនេះសិនចុះហើយនៅថ្ងៃប្រហោះក្រោយខ្ញុំនឹងពិពណ៌នាអំពីប្រវត្តិនៃចលនាខ្មែរកុម្មុយនីសនេះបន្តទៅទៀត RFI.នៅខែកញ្ញាឆ្នាំ1967ការបះបោរកសិករនៅសំបូតបានឈានមកដល់ទីបញ្ចប់ប៉ុន្តែការវាយកម្ចាត់បណ្ដាញពួកខ្មែរក្រហមដោយប៉ូលីសរបស់សម្ដេចនរោត្តមសីហនុកាន់តែមានលក្ខណៈខ្លាំងក្លាថែមទៀតគឺនៅពេលនោះហើយដែលសយុទ្ធសគេចខ្លួនពីការិយាល័យលេខ100ហើយធ្វើដំណើរឆ្ពោះទៅផ្នែកខាងជើងសយុទ្ធសរត់ឆ្លងព្រៃព្រឹក្សាអស់រយៈពេល15ថ្ងៃហើយបានមកដល់មូលដ្ឋានមួយដែលគេឲ្យឈ្មោះថាការិយាល័យលេខ102នៅពេលនោះសយុទ្ធសចាប់ផ្ដើមគ្រុនចាញ់យ៉ាងខ្លាំងយោងទៅតាមការស្រាវជ្រាវរបស់ប្រវត្តិវិទូ David Chandler ក្រោយនោះបន្តិចឈឹមសមុក
បានធ្វើដំណើរមកទីនោះដែលមានសភាពស្ងាត់រងំគ្មានអ្នកណាទាំងអស់សូម្បីតែពេទ្យម្នាក់ក៏គ្មានដែរដោយការខិតខំប្រឹងប្រែងរបស់ឈឹមសមុកប៉ុលពតក៏បានជាសះស្បើយបន្ទាប់មកសរតសហៅប៉ុលពតក៏បានធ្វើដំណើរឆ្ពោះទៅមូលដ្ឋានមួយទៀតដែលស្ថិតនៅរតនគិរីដដែលគឺមូលដ្ឋានដែលមានឈ្មោះថាការិយាល័យលេខ104ដែលជាទីតាំងរបស់សុនសេនកែវមាសនិងអៀងសារីមេខ្មែរក្រហមធំមួយចំនួនដែលទទួលខុសត្រូវផ្នែកបូព៌ាដូចជាសុកញ៉ុលសភឹមនិងនេសារ៉នក៏ស្ថិតនៅទីនោះដែរនៅពេលនោះបើយោងទៅតាមឯកសាររបស់ David Chandler ដដែលបកកុម្មុយនីសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលមួយប្រកបដោយគ្រោះថ្នាក់ព្រោះទាំងនៅក្នុងតំបន់សំរោទទាំងនៅតាមទីក្រុងប៉ូលីសរបស់សម្ដេចសីហនុដេញចាប់ពួកខ្មែរក្រហមដោយឥតត្រាប្រណីរីឯចលនាខ្មែរក្រហមនៅឆ្នាំ1967នោះក៏គ្មានមធ្យោបាយយោធាសម្រាប់ទប់ទល់ទាល់តែសោះលុះមកដល់ចុងឆ្នាំ1967ទើបចលនាខ្មែរក្រហមសម្រេចបង្កើតកងទ័ពរបស់ខ្លួនដើម្បីប្រយុទ្ធតស៊ូផ្លូវអាវុធទន្ទឹមនឹងការតស៊ូផ្នែកនយោបាយប៉ុន្តែទោះជាមានការលំបាកលំបិនយ៉ាងណាក្តីនៅពេលនោះក៏ក្រោយមកនៅឆ្នាំ1977គឺពេលដែលប៉ុលពតដណ្ដើមយកអំណាចបានទាំងមូលប៉ុលពតបែរជាបកស្រាយថានៅសម័យនោះប៉ូលីសរបស់សម្ដេចសីហនុចាប់ផ្ដើមមានការញញើតញញើមសឹងតែបោះបង់ការគៀបសង្កត់ទៅលើខ្មែរក្រហមទៅវិញតាមការពិតសម្ដេចនរោត្តមសីហនុនៅពេលនោះគ្រាន់តែកាន់តែបង្កើនការវាយប្រហារយ៉ាងខ្លាំងថែមទៀតទៅលើបណ្ដាញខ្មែរក្រហមប៉ុន្តែអ្វីដែលគេមិនអាចប្រកែកបានទៅវិញនោះគឺថាពួកមេខ្មែរក្រហមបានគេចផុតពីការចាប់ខ្លួនក៏ដោយសារតែពួកគេបានបង្កើតកម្លាំងយោធាសម្រាប់ការពារខ្លួនឲ្យបានទាន់ពេលដែរគឺតាំងពីពេលនោះមកហើយដែលបដិវត្តន៍ខ្មែរក្រហមមានជំនឿយ៉ាងមុតមាំថាកម្លាំងកងទ័ពជាការធានាមួយដ៏ធំសម្រាប់ការពារចលនារបស់ពួកគេចំពោះការបង្កើតកងទ័ពខ្មែរក្រហមនៅចុងឆ្នាំ1967នោះ David Chandler បានសរសេរថានៅពេលនោះបកកុម្មុយនីសកម្ពុជាត្រូវមានតួនាទីមួយយ៉ាងសំខាន់នៅក្នុងចលនាកុម្មុយនីសទាំងមូលគឺត្រូវជួយគាំទ្រសង្គ្រាមទ័ពព្រៃវៀតណាមដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លាតទល់នឹងការវាយប្រហាររបស់អាមេរិកទោះជាយ៉ាងនេះក៏ដោយក៏ប៉ុលពតពុំបានក្តាប់កងទ័ពខ្មែរក្រហមទាំងអស់ដែរគឺនៅក្នុងតំបន់ផ្សេងរបស់ខ្មែរក្រហមកងពលនីមួយសុទ្ធតែមានមេកើរបស់គេផ្ទាល់ប៉ុលពតក៏គ្មានជំរឿសអ្វីទៀតក្រៅពីការផ្ដល់ស្វ័យភាពទៅឲ្យតំបន់ឬភូមិភាគទាំងនោះសិនដែរនេះជាចំណុចមួយដ៏សំខាន់ព្រោះថាបន្ទាប់ពីខ្មែរក្រហមបានវាយយកទីក្រុងភ្នំពេញបានហើយចលនាខ្មែរក្រហមទាំងមូលនៅតែត្រូវបែងចែកជាតំបន់ភូមិភាគស្វយ័តរបៀបនេះដដែលជាហេតុធ្វើឲ្យប៉ុលពតត្រូវប្រឈមមុខនឹងការប្រយុទ្ធផ្ទៃក្នុងយ៉ាងធំធេងនិងយ៉ាងក្រំគ្រាថែមទៀតទម្រាំនឹងក្តាប់បានកងទ័ពមួយភាគធំប៉ុន្តែការតស៊ូផ្ទៃក្នុងនេះចេះតែមានជាបន្តបន្ទាប់ឥតស្រាកស្រាននេះជាកត្តាមួយដែលធ្វើឲ្យចលនាខ្មែរក្រហមប្រេះឆាបែកបាក់គ្នានៅពេលក្រោយមកទៀតខ្ញុំនឹងនិយាយអំពីការប្រយុទ្ធផ្ទៃក្នុងនេះនៅពេលក្រោយសូមបញ្ជាក់បន្ថែមថានៅអំឡុងឆ្នាំ1967-1968នោះកងទ័ពខ្មែរក្រហមមានការលំបាកយ៉ាងខ្លាំងក្នុងការប្រម៉ែប្រមូលសភាវុធការប្រយុទ្ធតស៊ូនឹងរដ្ឋាភិបាលចាប់ផ្ដើមមុនបង្អស់នៅក្នុងខេត្តបាត់ដំបងនៅចុងខែមករាឆ្នាំ1968គឺនៅពេលដែលកងកម្លាំងកុម្មុយនីសវៀតណាមចាប់ផ្ដើមធ្វើការវាយប្រហារទៅលើផ្នែកខាងត្បូងប្រទេសវៀតណាមនៅពេលបុណ្យចូលឆ្នាំចិនខ្ញុំសូមស្ទះត្រឹមនេះសិនចុះនៅសប្តាហ៍ក្រោយខ្ញុំនឹងនិយាយអំពីការប្រយុទ្ធផ្នែកយោធារបស់ខ្មែរក្រហមបន្តទៅទៀត
ការប្រយុទ្ធតស៊ូរបស់ចលនាខ្មែរក្រហមនៅឆ្នាំ1968មានការលំបាកលំបិនយ៉ាងខ្លាំងណាមួយខ្វះមធ្យោបាយយោធាគ្រប់បែបយ៉ាងណាមួយកងទ័ពព្រៃវៀតណាមនៅក្នុងប្រទេសកម្ពុជាធ្វើការគៀបសង្កត់យ៉ាងខ្លាំងដើម្បីឲ្យខ្មែរក្រហមជួយការពារខ្សែដឹកនាំស្បៀងណាមួយកងទ័ពរបស់ឧត្តមសេនីយ៍អ៊ឿនណូធ្វើការវាយប្រហារដោយឥតសំចៃគឺតាំងពីឆ្នាំ1968នោះមកដែលខ្មែរក្រហមទ្រាំទ្រសហប្រតិបត្តិការជាមួយទីក្រុងហាណូយសឹងតែមិនបាននៅឆ្នាំ1977គឺនៅពេលដែលខ្មែរក្រហមកាន់កាប់ប្រទេសកម្ពុជាទាំងមូលប៉ុល ពតបានសារភាពថានៅពេលនោះការតស៊ូរបស់បដិវត្តន៍កម្ពុជាបានប្រព្រឹត្តទៅដោយបាតដៃទទេឯកសារជាច្រើនបានបញ្ជាក់ថានៅអំឡុងឆ្នាំ1968នោះសម្ដេចនរោត្តមសីហនុស្ថិតនៅក្នុងស្ថានភាពមួយដ៏ពិបាកព្រោះព្រះអង្គគ្មានជំរឿនអ្វីទៀតក្រៅពីជំរុញឲ្យរដ្ឋាភិបាលអ៊ឿនណូវាយគំទេចចលនាកុម្មុយនីសទេប៉ុន្តែទីក្រុងភ្នំពេញបែរជាទទួលលទ្ធផលផ្ទុយពីគោលដៅទៅវិញដោយហេតុថាការប្រយុទ្ធគំទេចខ្មែរក្រហមបានក្លាយទៅជាការគៀបសង្កត់ទៅលើប្រជាជនខ្មែរទៅវិញអ្នកស្រុកអ្នកភូមិជាច្រើនដែលបានត្រូវកងទ័ពរបស់ឧត្តមសេនីយ៍អ៊ឿនណូរាតត្បាតយ៉ាងសាហាវព្រៃផ្សៃបាននាំគ្នាទៅជ្រកកោនជាមួយចលនាបដិវត្តន៍របស់ខ្មែរក្រហមតែម្ដងជាហេតុធ្វើឲ្យពួកខ្មែរក្រហមកាន់តែមានកម្លាំងថែមទៀតធៀបយកឱកាសនោះខ្មែរក្រហមបានបង្កើនការឃោសនារបស់គេប្រឆាំងនឹងសម្ដេចនរោត្តមសីហនុដោយត្រង់សម្ដេចនរោត្តមសីហនុបានចុះប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារតែរឿងនេះមួយវិញទៀតព្រោះតែសង្គ្រាមនៅក្នុងស្រុកសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូលបានធ្លាក់ចុះដុនដាបប្រាក់ចំណូលគ្រប់ប្រភេទរបស់រដ្ឋាភិបាលបានចុះថយព្រោះទារពន្ធដារក៏មិនបានផលិតកម្មកៅស៊ូក៏ត្រូវរាំងស្ទះស្រូវអង្ករក៏មានចំនួនតិចតួចស្ដួចស្ដើងប្រៀបធៀបទៅនឹងចំនួនប្រជាជនដែលបានកើនយ៉ាងច្រើននៅឆ្នាំ1968គឺបានកើនពី5លាន4សែននាក់នៅឆ្នាំ1960មក6លាន6សែននាក់នៅឆ្នាំ1968នោះសម្ដេចនរោត្តមសីហនុបានត្រូវពួកខ្មែរក្រហមចាត់ទុកថាជាសត្រូវទី1របស់គេដោយឧត្តមសេនីយ៍អ៊ឿនណូដូច្នេះដែរដោយហេតុថាបន្ទាប់ពីធ្វើការវាយប្រហារទៅលើប្រជាជនខ្មែរនៅសំរោទនិងទៅលើនិស្សិតឆ្វេងនិយមសម្ដេចនរោត្តមសីហនុបានងាករេទៅលើអាមេរិកកាំងវិញប្រទេសកម្ពុជានៅឆ្នាំ1968នោះត្រូវឆ្លងកាត់វិបត្តិសេដ្ឋកិច្ចនិងវិបត្តិសង្គមមួយដ៏ធំគឺស្ថានភាពមួយដ៏ពិបាកដែលប្រទេសជាតិមិនដែលបានស្គាល់តាំងពីជំនាន់បារាំងមកដោយប្រាក់រៀលចុះថ្លៃហើយដោយរំពឹងទៅលើប្រាក់ខែរបស់គេមិនបានតទៅទៀតមន្ត្រីរដ្ឋការក៏ធ្លាក់ទៅក្នុងអំពើពុករលួយមួយដ៏ធំធេងចំណែកឯយុវជនវិញគេក៏រកការងារធ្វើដោយពិបាកគេអាចនិយាយបានថានៅពេលនោះប្រជាប្រិយភាពរបស់សម្ដេចនរោត្តមសីហនុបានចុះដល់បាតដាវតែម្ដងនៅរដូវក្តៅឆ្នាំ1969សម្ដេចនរោត្តមសីហនុបានសម្រេចដាក់ទំនាក់ទំនងទូតជាមួយសហរដ្ឋអាមេរិកឡើងវិញអ្នកឆ្វេងនិយមក៏ឈប់ផ្ដល់ការគាំទ្ររបស់គេទៅឲ្យព្រះអង្គបន្តទៅទៀតមួយវិញទៀតសេចក្តីសង្ឃឹមរបស់សម្ដេចនរោត្តមសីហនុថាការងាករេទៅរកសហរដ្ឋអាមេរិកវិញនេះអាចនឹងជួយប្រទេសជាតិឲ្យឆ្លងផុតពីការអន្តរាយក៏បានរលត់បាត់បន្តិចម្ដងទៅវិញព្រោះអាមេរិកគ្មានផែនការគ្មាននយោបាយអ្វីទាំងអស់សម្រាប់ជួយប្រទេសកម្ពុជាលោកប្រធានាធិបតី Nixon នៅពេលនោះកំពុងតែរកកលដកកងទ័ពអាមេរិកចេញពីប្រទេសវៀតណាមខាងត្បូង
គឺនៅពេលនោះហើយដែលសម្ដេចនរោត្តមសីហនុយល់យ៉ាងច្បាស់ថាសហរដ្ឋអាមេរិកគ្មានអនាគតនៅភូមិភាគឥណ្ឌូចិនទេប៉ុន្តែប្រការដែលគួរឲ្យកត់សម្គាល់គឺថាចំពោះប្រទេសកម្ពុជានៅពេលនោះក៏ដូចជានៅពេលក្រោយមកទៀតដែរការកំណត់មាគ៌ានយោបាយសុទ្ធតែមានលក្ខណៈផ្ទុយនឹងស្ថានភាពនយោបាយអន្តរជាតិសឹងតែទាំងអស់គឺហាក់បីដូចជាគេមិនយកចិត្តទុកដាក់នឹងសភាពការនយោបាយអន្តរជាតិតែម្ដងនៅឆ្នាំ1969សម្ដេចនរោត្តមសីហនុរាយទៅរកអាមេរិកនៅពេលដែលអាមេរិកត្រៀមលក្ខណៈបោះបង់ចោលសង្គ្រាមនៅវៀតណាមនៅឆ្នាំ1970ឧត្តមសេនីយ៍យួនណូនិងអ្នកអង្គម្ចាស់សិរិមតៈក៏ដូចគ្នាអញ្ចឹងដែរប៉ុន្តែធ្ងន់ធ្ងរជាងនេះទៅទៀតគឺការបាក់បែកផ្ទៃក្នុងការដណ្ដើមអំណាចគ្នានៅពេលមួយដែលប្រទេសជាតិស្ថិតនៅក្នុងការគំរាមកំហែងនិយាយរួមគេបែងចែកមិនបានច្បាស់រវាងស្មារតីស្នេហាជាតិនិងទេសកលៈនៃការដណ្ដើមអំណាចគ្នាចាប់តាំងពីចុងឆ្នាំ1971មកគឺមួយឆ្នាំក្រោយការទម្លាក់សម្ដេចនរោត្តមសីហនុបដិវត្តន៍ខ្មែរក្រហមបានឈានមកដល់ភាពម្ចាស់ការគឺឈប់រណបនឹងកងទ័ពវៀតណាមបន្តទៅទៀតនៅពេលដែលកងទ័ពវៀតណាមកុម្មុយនីសចំនួន 40,000 នាក់ប្រយុទ្ធយ៉ាងស្វិតស្វាញនឹងកងទ័ពឧត្តមសេនីយ៍យួនណូសរិទ្ធសហៅប៉ុលពតបានឆ្លៀតឱកាសបង្ហាត់វឹកវើនកងទ័ពរបស់ខ្លួនឥតឈប់ឈរនៅខែធ្នូឆ្នាំ1971នោះកងទ័ពឧត្តមសេនីយ៍យួនណូគាំទ្រដោយសហរដ្ឋអាមេរិកបានត្រូវកងទ័ពវៀតណាមកុម្មុយនីសវាយបាក់បែកខ្ចាត់ខ្ចាយអស់ប្រតិបត្តិការសឹកចិនរាទី2បានទទួលបរាជ័យទាំងស្រុងនៅពេលដែលការចរចារវាងទីក្រុងហាណូយនិងទីក្រុង Washington នៅទីក្រុងប៉ារីសបានឈានជាសន្សឹមឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅឥណ្ឌូចិនកងទ័ពខ្មែរក្រហមមានលក្ខណៈគ្រប់គ្រាន់ល្មមគួរដើម្បីយកជ័យជំនះទៅលើកងទ័ពសាធារណរដ្ឋខ្មែរកិច្ចការសំខាន់របស់ខ្មែរក្រហមនៅពេលនោះគឺវាយប្រមូលយកសភាវុធពីកងទ័ពឧត្តមសេនីយ៍យួនណូឲ្យបានច្រើនបំផុតជាពិសេសឈានទៅក្តាប់តំបន់សេដ្ឋកិច្ចដែលជាប្រភពស្បៀងទោះជាយ៉ាងនេះក៏ដោយក៏ប៉ុលពតខិតខំពង្រឹងចិត្តសាស្ត្ររបស់យុទ្ធជនខ្មែរក្រហមឲ្យមានជំនឿជាមូលដ្ឋានទៅលើចិត្តប្រយុទ្ធដ៏មោះមុតដោយហេតុថាខាងសាធារណរដ្ឋខ្មែរគេមានសភាវុធឧបករណ៍យោធាយ៉ាងសន្ធឹកសន្ធាប់ដូចជាកប៉ាល់ចម្បាំងយន្តហោះកាំភ្លើងធំជាដើមបើនិយាយមួយបែបទៀតគឺការប្រយុទ្ធសង្គ្រាមចិត្តសាស្ត្រច្រើនជាងការប្រយុទ្ធយោធាសុទ្ធសាធព្រោះថានៅខាងសាធារណរដ្ឋខ្មែរកងទ័ពបាក់ទឹកចិត្តច្រើនដោយសារតែអំពើពុករលួយរបស់ឧត្តមសេនីយ៍មួយចំនួនធំនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចទន្ទឹមនឹងការបំពាក់ស្មារតីប្រយុទ្ធដ៏អង់អាចប៉ុលពតសង្កត់ធ្ងន់ទៅលើមាគ៌ានយោបាយនិងបច្ចេកទេសសង្គ្រាមចិត្តសាស្ត្រនៅឆ្នាំ1972មេខ្មែរក្រហមប៉ុលពតបានបើកអង្គប្រជុំជាច្រើនដើម្បីនិយាយអំពីមាគ៌ានយោបាយរបស់បដិវត្តន៍ប៉ុលពតកត់សម្គាល់ជាអាចថាឥឡូវនេះយើងមានទឹកចិត្តប្រយុទ្ធយ៉ាងអង់អាចក៏ពិតមែនប៉ុន្តែទឹកចិត្តមិនគ្រប់គ្រាន់ទេគឺយើងត្រូវមានមាគ៌ានយោបាយឲ្យបានត្រឹមត្រូវហើយមានវិធីសាស្ត្រឲ្យបានសមស្របថែមទៀតបើគ្មានមាគ៌ាដឹកនាំទេនោះបដិវត្តន៍នឹងคล้ายទៅជាមនុស្សខ្វាក់ដែលដើរពីកន្លែងមួយទៅកន្លែងមួយតែប៉ុណ្ណោះនៅឆ្នាំ1971ប៉ុលពតបានបង្កើតតំបន់រដ្ឋបាលពិសេសជាច្រើននៅផ្នែកនិរតីនៃទីក្រុងភ្នំពេញគឺបើគិតពីផ្នែកខាងត្បូងទៅផ្នែកបស្ចិមគេបានកសាងមូលដ្ឋានចំនួន10គឺមូលដ្ឋានទី15ទៅទី25ប៉ុលពត
បានប្រគល់ការគ្រប់គ្រងតំបន់ទាំងនោះទៅឲ្យមិត្តជិតស្និទ្ធរបស់គេម្នាក់គឺសុកធក់ដែលមានឈ្មោះមួយទៀតថាវ៉ុនវេតប៉ុន្តែក្រោយមកនៅពេលដែលប៉ុល ពតក្តាប់អំណាចបានទាំងមូលប៉ុន្តែត្រូវប្រឈមមុខនឹងការបះបោរនៅក្នុងជួរបដិវត្តន៍សុកធក់បានត្រូវប៉ុល ពតយកទៅធ្វើទារុណកម្មនៅគុកទួលស្លែងនៅពេលនោះប៉ុល ពតកំពុងធ្វើការបោសសម្អាតផ្ទៃក្នុងដើម្បីប្រយុទ្ធកម្ចាត់ឥទ្ធិពលរបស់វៀតណាមនៅក្នុងផ្ទៃបកកុម្មុយនីសកម្ពុជាបន្ទាប់ពីបានរៀបចំតំបន់ពិសេសមួយចំនួននៅឆ្នាំ1971ប៉ុល ពតចាប់ផ្ដើមធ្វើការបំពាក់បំប៉នមាគ៌ានយោបាយរបស់បដិវត្តន៍ដោយលាតសន្ធឹងទៅក្នុងជួរប្រជាជនតែម្ដងព្រោះប៉ុល ពតយល់យ៉ាងច្បាស់ថាបើគ្មានប្រជាជនគាំទ្រទេនោះចលនាខ្មែរក្រហមគ្រាន់តែជាទ័ពចោលព្រៃតែប៉ុណ្ណោះប្រកាសដែលគួរឲ្យកត់សម្គាល់គឺការដែលប៉ុល ពតសង្កត់ធ្ងន់ជាងគេទៅលើការជ្រើសរើសផ្នែកមនោគមវិជ្ជានិងផ្នែកនយោបាយដោយហេតុថាការប្រម៉ែប្រមូលប្រជាជនឲ្យមកគាំទ្រដោយគ្មានគោលដៅគំនិតច្បាស់លាស់ជាមូលដ្ឋានគឺគ្មានអ្វីសម្រាប់រក្សាជំហរបដិវត្តន៍ទេចាប់តាំងពីឆ្នាំ1972នោះមកប៉ុល ពតបានបង្កើតវគ្គនយោបាយជាច្រើនដើម្បីបំពាក់ស្មារតីបដិវត្តន៍ដល់យុវជននៅពេលនោះខ្មែរក្រហមបានអូសទាញនិស្សិតសាស្ត្រាចារ្យវិស្វករនិងសិស្សសាលាជាច្រើនឲ្យមកចូលរួមក្នុងវគ្គនយោបាយទាំងនោះបន្ទាប់ពីបានរៀនសូត្រអ្នកទាំងនោះក៏ត្រឡប់ទៅភ្នំពេញវិញទាំងអស់ដើម្បីពំនាំមាគ៌ាមនោគមវិជ្ជានិងនយោបាយខ្មែរក្រហមទៅឲ្យប្រជាជនខ្មែរដែលកំពុងរស់នៅយ៉ាងលំបាកលំបិននៅទីក្រុងភ្នំពេញ